អំពីពុទ្ធាធិប្បាយនៅស្រុកពេណារេស នៅថ្ងៃពេញបូរមីខែអាសាឍ ខែមេ ព្រះអង្គទ្រង់ពុតដំណើរទៅតាំងពីព្រលឹមហើយបានជួបនឹងអាជីវកឧបកនៅនាកណ្ដាលផ្លូវ ព្រះអង្គក៏ឲ្យដំណឹងថា ព្រះអង្គបានសម្រេចអនុត្តរសម្មាសម្ពោធិហើយ លុះពេលល្ងាចក្នុងថ្ងៃជាមួយព្រះអង្គយាងដល់ឫស្សីតបនៈ លុះតាបសទាំង5ក្រឡេកមើលឃើញពីចម្ងាយក៏គិតគ្នាថានឹងមិនសម្ដែងអាការៈជាទីគោរពចំពោះព្រះអង្គឡើយ ប៉ុន្តែព្រះអង្គយាងចូលចិត្តទៅក៏ហាក់ដូចជាមានកម្លាំងអ្វីទប់មិនឈ្នះ ច្រានឲ្យទៅចំពោះព្រះភក្ត្រព្រះអង្គដោយសេចក្តីគោរពគ្រប់កិច្ចទាំងអស់ វេលានោះព្រះអង្គឲ្យដំណឹងថាទ្រង់បានត្រាស់ជាព្រះពុទ្ធហើយ ហើយព្រះអង្គសម្ដែងនៅធម្មចក្រកប្បវត្តនសូត្រ ក្នុងរដូវឧត្តរាសាធវិយោគ ប្រោសតាបសទាំងនោះលុះចប់ព្រះសម្ពុទ្ធព្រះសទ្ធម្មទេសនានោះ កៅណ្ឌិន្យបានដល់ស្រោតាបត្តិផលក្នុង4ថ្ងៃខាងមុខទៀត ព្រះអង្គទ្រង់ទេសនាប្រោសតាបសទាំង4នាក់ទៀតបានសម្រេចដល់ថ្នាក់ជាមួយរួចពីនោះទៅព្រះអង្គសម្ដែងនៅអនត្តលក្ខណៈសូត្រទៀត លុះចប់វេលាណាតាបសទាំង5នាក់នោះបានដល់អរហត្តផលក្នុងវេលានោះ